ខ្ញុំមានសំណួរមួយចង់សួរលោកគ្រូសានសុជាដោយថាប្រទេសកម្ពុជាយើងឥឡូវកំពុងតែមានបញ្ហាជាមួយប្រទេសជិតខាងហើយទោះបីជាមានការខិតខំប្រឹងប្រែងតាមមធ្យោបាយមិនប្រើអំពើហិង្សារបស់រាជរដ្ឋាភិបាលយើងដោយប្រើការអត់ធ្មត់ជាវិធានការក៏ប៉ុន្តែមានព័ត៌មានជាច្រើននៅក្នុង Facebook TikTok ប្រព័ន្ធ Social Media ដែលបើកបង្ហាញពីការក្តៅក្រហាយពេញចិត្តមិនពេញចិត្តនិងជាពិសេសវីរៈកងទ័ពដែលគាត់ជាប់នៅជួរមុខនឹងបានចាប់ខ្លួននៅប្រទេសជិតខាងរបស់យើងហ្នឹងចឹងហើយប្រជាជនមហាជននៅក្នុងប្រទេសកម្ពុជាយើងគឺគាត់ម្នាក់បើកព័ត៌មានបើកទៅគឺมันជាសบายចិត្តប្រមាណទេមានភាពអាណិតទៅមានភាពខឹងទៅជាច្រើនអញ្ចឹងសំណួរខ្ញុំទៅកាន់លោកគ្រូសានសុជាគឺថាតើយើងចម្រើនគួរចម្រើនធម៌អ្វីដែលធ្វើឲ្យចិត្តយើងស្ងប់ទី1ទី2ប្រទេសដែលមានពុទ្ធសាសនាដូចគ្នាយើងគួរធ្វើម៉េចធ្វើដូចម្ដេចដើម្បីដោះស្រាយហើយមួយទៀតប្រកបណាស់ជីវិតមនុស្សមិនថាប្រទេសកម្ពុជាឬក៏ប្រទេសណាក៏ដោយគឺជីវិតមនុស្សមានតម្លៃណាស់តើយើងគួរតែស្អប់គ្នាទៅវិញទៅមកឬក៏យើងគួរដោះស្រាយគ្នាក្នុងរបៀបណាជាពិសេសពេលលោកគ្រូដោះស្រាយជាភាសាខ្មែរយើងអាចឲ្យមហាជនខ្មែរយើងបានដឹងបានឮនិងមានភាពត្រជាក់ចិត្តទោះបីជាប្រជាជនប្រទេសជិតខាងគេស្ដាប់មិនបានភាសានេះក៏ដោយក៏ប៉ុន្តែប្រជាជនប្រទេសខ្មែរយើងអាចស្ដាប់លោកគ្រូនិយាយបានបាទអរគុណលោកគ្រូបាទតាមពិតក៏យើងមើលឃើញដែរថាថ្នាក់ដឹកនាំយើងមិនបាននៅស្ងៀមទេថ្ងៃមុនខ្ញុំឃើញដាច់នយោបាយជាមួយលោកទេវបានជួបជាមួយក្រុមគ្រួសារនៃវីរៈកងទ័ពរបស់យើងប៉ុន្តែចេះការដោះស្រាយថ្នាក់ជាតិវាមិនអាចតាមចំណង់ដែលយើងចង់ភ្លាមសូម្បីតែយើងដោះស្រាយរឿងគ្រួសារយើងហ្នឹងខ្លះមួយជីវិតហ្នឹងនៅតែពិបាកមែនទេអានេះខ្ញុំមិនមែននិយាយថាកាន់ជើងអីទេតែវាជាការពិតការចាប់ចំណាត់ខ្មាំងយើងមើលដូចកុំថាឡើយយើងប្រទេសយើងដែលរៀងទុនខ្សោយជាងអ្នកជិតខាងសំបីនៅអ៊ីស្រាអែលដែលត្រូវពួកប៉ាឡេស្ទីនចាប់ទៅតាំងពីឆ្នាំមុននោះសម្រាប់អស់រាប់ពាន់នាក់ហើយចាប់ចំណាត់ខ្មាំងប្រមាណ100នាក់ហ្នឹងមកដល់ពេលនេះក៏នៅតែដោះលែងមិនតាន់អស់ដែរថ្ងៃមុនឃើញដោះ3នាក់ទៀតនៅរាប់សិបនាក់ទៀតនឹងអ៊ីស្រាអែលខ្លាំងផងចឹងដូច្នេះអាកិច្ចការទាំងអស់ហ្នឹងវាហួសវិស័យខ្ញុំគិតកន្លែងហ្នឹងខ្ញុំក៏ចេះតែតាមដានមើលចឹងដែរបាទហ្នឹងហើយយ៉ាងណាខ្ញុំក៏នៅតែគ្រប់គ្រងវប្បធម៌អហិង្សាហើយនឹងការចរចាខ្ញុំនៅតែគ្រប់គ្រងកន្លែងហ្នឹងជាងការយើងចេះតែបន្ទោសថាគេមើលងាយយើងដល់ប៉ុណ្ណឹងមិនក៏យើងមិនដាក់វិញអីចេះចុះខ្ញុំគិតថាដាក់ទៅវាគ្រោះជាងហ្នឹងវាធ្ងន់ជាងហ្នឹងមែនទេមែនព្រោះអាវុធឥឡូវធំយើងពឹងអន្តរជាតិក៏ពឹងហើយខ្ញុំក៏អដែរប៉ុន្តែអន្តរជាតិក៏មានប្រទេសរបស់គេដែរសង្គ្រាមនៅយូក្រែនមកដល់ថ្ងៃនេះ3ឆ្នាំទៀតប្រហែលឆ្នាំហើយជាង3ឆ្នាំថ្ងៃមុនឃើញព័ត៌មានវិទ្យុខ្មែរបារាំងផ្សាយខាងយូក្រែនស្លាប់អស់កងទ័ព100,000នាក់ជាងហើយនៅរបួសច្រើនសែននាក់ទៀតនេះមិនតន់និយាយពីទ្រព្យសម្បត្តិដែលអស់ផងកំភ្លើងមួយគ្រាប់ដែលបាញ់ទៅសិតជីងលុយទាំងអស់ឯនេះថ្ងៃមុនឃើញត្រាំចំកងេកងុយកាត់យកស្អីអស់ប្រមាណនោះ
ដូច្នេះមកក្របសរុប$1,000,000ធំហ្នឹងហ្នឹងហើយអញ្ចឹងខ្ញុំសម្រាប់ខ្ញុំក៏តាមដានហើយខ្ញុំគ្រប់គ្រងវប្បធម៌សន្តានាហើយនឹងការចរចាហ្នឹងហើយតែបើថ្ងៃក្រោយទៅវាមិនទៅទៀតអាហ្នឹងតាមដំណើរអញ្ចឹងទៅប៉ុន្តែមិនមែនថាតលតែយើងទៅច្បាំងយកមក18នាក់ហ្នឹងបានឈ្មោះថាយើងស្រឡាញ់ទេអត់ទេហើយខ្ញុំក៏ជឿជាក់ថាដែលយើងមិនច្បាំងហ្នឹងមិនមែនថាថ្នាក់ដឹកនាំមិនគិតទេខ្ញុំឃើញដាច់យុដូចឡើងស្កូវច្រើនជាងខ្ញុំបាទនឹងមិនស្រួលមែនទេបាទហើយតើមេគាពធជួយសម្រួលចិត្តយើងយ៉ាងណាខ្ញុំគិតថាស្របពេលដែលស្រុកទេសយើងមានសភាពវឹកវរផ្នែកជេរដែនយ៉ាងហ្នឹងអ្វីដែលសំខាន់គឺការប្រព្រឹត្តពធនឹងកាន់តែមានសារៈសំខាន់តិចច្រើនក៏ត្រូវតែប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ចទាំងការងារទាំងតំណែងតំណងអីវាត្រូវតែប៉ះពាល់ហើយបើផ្លូវចិត្តរបស់យើងខ្សោយទៀតអានឹងកាន់តែវឹកវរយើងម្នាក់មិនមានតួនាទីជាអ្នកគ្រប់គ្រងប្រទេសក៏ដោយក៏មានតួនាទីគ្រប់គ្រងនគរកាយនៅក្នុងពធណានៅក្នុងពធលោកឧបមាថាខ្លួនយើងនេះជានគរកាយដែលមានព្រះរាជាមួយអង្គឈ្មោះប្របាទចិត្តរាជចិត្តរាជគឺចិត្តយើងហ្នឹងហើយនគរហ្នឹងមានផ្ទៃដីប្រមាណជាប្រវែងមួយព្យាមទៅតឹងមហັດកម្រាស់មួយចាអាមជាងទៅវិញវាស់មើលត្រូវអត់ហ្នឹងហើយនគរមួយហ្នឹងហៅថានគរកាយហើយនគរហ្នឹងមានទ្វារ9ទ្វារ9មកកណាត់លើនេះទ្វារ7ហើយភ្នែក2តិច2ច្រមុះរុន2មាត់1ខាងក្រោមទ្វារ2ទៀតណាហើយមានប្របាទមួយអង្គឈ្មោះប្របាទចិត្តរាជជាអ្នកគ្រប់គ្រងគឺចិត្តនឹងឯងហើយដែលមានរាជអាមាត្យអ្នកធ្វើការជាមួយស្ដេចហ្នឹង52នាក់ដែលចែងជា3ក្រុមអញ្ចឹងណាមានក្រុមខាងអាក្រក់ហើយមានក្រុមខាងល្អមានក្រុមចាំតតាមគេណាខាងណាខ្លាំងទៅខាងហ្នឹងអញ្ចឹងណានៅក្នុងចេតសិកតិចយល់អីផ្សេងណាចេតសិកដូចជាអកុសលចេតសិកហ្នឹងដូចមន្ត្រីអាក្រក់ក្នុងចិត្តហ្នឹងណាហើយក្រុមមន្ត្រីល្អមាន25ហៅថាសោបនៈចេតសិកមានសទ្ធាសតិហិរិអត្តបៈអីជាដើមហ្នឹងហ្នឹងហើយមាន13ទៀតហ្នឹងអត់ទេអត់ច្បាស់ខាងណាទេខាងណាខ្លាំងទៅខាងហ្នឹងហៅថាអញ្ញសមាណាហើយលោកបញ្យល់ថាកាលណាបើព្រះរាជានឹងបានអនុសាសន៍អំពីមន្ត្រីល្អព្រះរាជានឹងសម្រេចបតីត្រូវធ្វើឲ្យនគរនឹងរុងរឿងកាលណាព្រះរាជានឹងត្រូវបានមន្ត្រីអាក្រក់14នាក់នឹងចាក់ចុចទៅព្រះរាជានឹងសម្រេចចិត្តខុសធ្វើឲ្យនគរនឹងមិនរុងរឿងទេនគរកាយហ្នឹងណាហ្នឹងហើយមន្ត្រី14នាក់ហ្នឹងវានឹងញុះញង់ឲ្យទៅធ្វើអាក្រក់តាមទ្វាកាយតាមទ្វាវាចាតាមទ្វាចិត្តហ្នឹងហើយមន្ត្រីល្អនឹងឲ្យអនុសាសន៍ឲ្យជាប្រឹក្សាយោបល់ឲ្យធ្វើល្អកាយតាមវាចាតាមចិត្តទោះជារឿងកើតឡើងយ៉ាងណាក៏ដោយក៏រឿងទាំងអស់នោះវាមកតាមភ្នែកតាមតិចតាមច្រមុះតាមអណ្ដាតតាមកាយតាមចិត្តដែរហ្នឹងហើយដូច្នេះក្រៅពីការងារគិតគូររឿងស្រុកទេសហើយកុំភ្លេចការងារគិតគូរព្រំដែនរបស់យើងគឺព្រំដែនភ្នែកតិចច្រមុះអណ្ដាតកាយចិត្តមែនទែនទៅការទូនមានអប់រំផ្លូវកាយវិចារចិត្តនេះមិនចាំបាច់ទល់តែស្រុកកើតសង្គ្រាមទេពេលណាក៏ដោយគ្រប់ពេលហើយមិនមែនថាទូនមានហ្នឹងសម្រាប់ទប់ទល់ពេលមានសង្គ្រាមឬក៏ពេលអត់សង្គ្រាមអត់ទេពីព្រោះពេលណាចៅខាងក្រៅអាចមានពេលមកអាចមានពេលឈប់ប៉ុន្តែចៅខាងក្នុងនេះមកអត់លះហើយមែនទេមានរឿងខ្លះពិបាកជាងសង្គ្រាមជ័យដែននឹងទៀតសម្រាប់យើងម្នាក់ណាដូចអ្នកមកជួបខ្ញុំព្រឹកមិញអញ្ចឹងនោះមិនមែនជាសង្គ្រាមជ័យដែនទេគឺសង្គ្រាមផ្ទៃក្នុង
ក្នុងផ្ទៃគាត់នេះហ្នឹងប្តីមានខាងក្រៅពី3នាក់ទៀតអានេះគ្មានអាណាវ័យទេតែខាងក្នុងនេះហើយទៅច្បាំងមួយណាគេអាហ្នឹងអាចកើតមានទេតិចខ្ញុំមើលមុខមានដែរចុះហ្នឹងហើយអញ្ចឹងសេចក្តីទុក្ខមាន2គឺទុក្ខផ្លូវកាយហើយនិងទុក្ខផ្លូវចិត្តដូចខ្ញុំផ្ដើមពីខាងដើមអញ្ចឹងថាទោះជាមានពេលខ្លះយើងរស់នៅក្នុងប្រទេសសុខសន្តិភាពយ៉ាងណាក៏ដោយប៉ុន្តែបើមិនទូនមានចិត្តនេះឲ្យល្អទេអាចកើតក្តៅកាហាយនៅពេលដែលស្រុកសន្តិភាពនឹងឯងហ្នឹងហើយប៉ុន្តែការដែលអប់រំចិត្តបានល្អព្រះអង្គសម្ដែងចេះទៅវិញថា yes មង្កតេសេកបេតវាសੰអ្នកដែលមានចិត្តអប់រំបានល្អហើយទោះរស់នៅកន្លែងណាតំបន់ណាតែងធ្វើកន្លែងនោះស្រុកនោះឲ្យល្អដូចជាភមរៈជាតិទៅក្រេបផ្កាណាតែងតែធ្វើផ្កាហ្នឹងឲ្យល្អឡើងចេញផ្លែដោយល្អហើយភាពស្មោះត្រង់ការអនុវត្តតាមកម្មបត្តិហ្នឹងខ្ញុំគិតថាសំខាន់ណាស់ហើយបើស្រុកកាន់តែកលយុគការអនុវត្តពធក៏កាន់តែសំខាន់ទៀតពីព្រោះអីនៅពេលដែលស្រុកកាន់តែលំបាកដោយពាក្យគេថាចេះមិនឈ្នះចង់ត្រង់មិនឈ្នះទាល់មានពេលខ្លះយើងនិយាយថាសត្រូវខាងមុខសនុកតែសត្រូវពីក្រោយពិបាកឧទាហរណ៍ថាបងប្អូនវិរៈកងតបចុះគាត់អាឡ័យទៅទប់ទល់ឯណោះឯនៅនេះគេលួចស្អីផ្ទះគាត់អស់អាហ្នឹងអាក្រក់ជាងសត្រូវខាងមុខទៀតណាមែនទេអញ្ចឹងមិនមែនមានភារៈតែវិរៈកងតបទេយើងខាងក្រោយក៏មានភារៈត្រូវតែច្បាំងជាមួយនឹងកិលេសក្នុងចិត្តរបស់យើងកុំប៉ះពាល់ទ្រព្យសម្បត្តិគាត់ឃើញទេហ្នឹងហើយមិនត្រឹមតែមិនយករបស់គាត់ទេជួយការពារទៀតអាហ្នឹងសំខាន់ណាស់ហ្នឹងហើយហើយលោកគាត់មកវិញទៅច្បាំងមកវិញគេយកអស់លីងអាហ្នឹងមានទឹកចិត្តទៀតទេអត់ទេដូច្នេះយើងទាំងអស់គ្នាសិតតែមានកាតព្វកិច្ចដើម្បីភាពសុខដុមរមនាក្នុងសង្គមវាផ្ដើមឡើងដោយទាំងអស់គ្នាដោយចំនួនបងអូនខាងដើមមិញសួរតែខ្ញុំត្រូវយកកូនប្រមាណហ្នឹងស្រុកយើងមិនអាចរីកចម្រើនដូចខ្ញុំមានកូនច្រើនទេហ្នឹងហើយគឺត្រូវការប្រជាជនល្អភាពស្មោះត្រង់ការចេះស្គាល់គ្នាយោគយល់គ្នានឹងសាមគ្គីក្នុងសហគមន៍នឹងឯងពីព្រោះមិនមែនថាវាមិនមែនជាការងាររបស់យើងអ្នកគ្រប់គ្រងប្រទេសផងយើងទៅខ្វល់អីរឿងហ្នឹងយើងមិនអាចនិយាយចឹងបានទេការដែលយើងគ្រប់គ្រងគ្រួសារឲ្យបានល្អគ្រប់គ្រងកាយវិជាចិត្តរបស់យើងឲ្យបានល្អហ្នឹងគឺកាត់បន្ថយភាពរវល់របស់អ្នកដឹកនាំច្រើនណាស់ប៉ុន្តែបើយើងគ្រប់គ្រងកាយវិជារបស់យើងម្នាក់អត់បានល្អកាន់កំភ្លើងញ៉ៃញ៉ៃដើរវៃដើរកាប់ដើរចាក់វាផ្ដល់ភាពញ៉ៃញ៉ៃដល់សង្គមទេញ៉ៃញ៉ៃណាយើងមិនពិចារណាយើងអត់ជ្រះថ្លានឹងអ្នកមានសិលទេតែបើយើងសិក្សាបន្តិចបើយើងជ្រះថ្លានឹងអ្នកមានសិលលោកម្ចាស់គង់ស្ងៀមចឹងមែនតែលោកអត់មានផ្ដល់ភាពរញ៉េរញ៉ៃដល់យើងទេឃើញទេរហូតដល់ព្រះអរហន្តខ្លះលោកទៅសិក្សាលោកទៅប្រតិបត្តិទៅលោកក្នុងព្រៃយូរលោកចុះមកម្ដងគេជ្រះថ្លាគេអបអរសាទរគេថ្វាយបង្គំអាម៉េចគេទៅជ្រះថ្លាថ្វាយបង្គំអញ្ចឹងលោកមិនមែនអត់ការងារទេលោកមានការងារគឺច្បាំងកលេសក្នុងចិត្តរបស់លោកហ្នឹងហើយលោកមិនមែនបានតែភាពតិចនៅក្នុងប្រតិរបស់លោកទេលោកផ្ដល់ភាពញញឹមលោកផ្ដល់ភាពសុខដុមរមនាដល់អ្នកដែលធ្វើទានជាមួយលោកទៀតឃើញទេហ្នឹងហើយអញ្ចឹងបានខ្ញុំតែងតែប្រៀបធៀបថាប្រជាជនម្នាក់មនុស្សម្នាក់មិនមែនចំការទាំងមូលទេក៏ប៉ុន្តែចំការទាំងមូលវាកើតពីដើមដំណាំមួយនឹងឯងនឹងមានពេលខ្លះយើងគ្រាន់តែធ្វើជាឪពុកល្អម្នាក់ធ្វើជាស្វាមីល្អម្នាក់ក៏ឈ្មោះថាកំពុងតែទម្លាក់កោសិកាល្អចូលក្នុងសង្គមនឹងឯងអញ្ចឹងណាមិនមែនទល់កាន់កភ្លើងគ្រប់គ្នាបានឈ្មោះថាស្នេហាជាតិទេគ្រាន់តែធ្វើឪពុកល្អម្នាក់ទូលមានអប់រំកូនឲ្យកូនដោះបានល្អកូននឹងខ្លាយជាសសរទ្រូងរបស់ជាតិថ្ងៃក្រោយឃើញសិតតែជាការជួយជាតិទេនេះជាការយល់ឃើញរបស់ខ្ញុំអញ្ចឹងហ្នឹងអត់អង្គុយប្រសិនបើថាបើខ្ញុំជានាយករដ្ឋមន្ត្រីអត់ទេខ្ញុំគិតថាបើខ្ញុំជាអ្នកនិយាយធម៌ខ្ញុំគិតត្រឹមប៉ុណ្ណឹងខ្ញុំមកនិយាយមែនពួកខ្ញុំអត់មានឱកាសធ្វើនាយករដ្ឋមន្ត្រីខ្ញុំដឹងបានធ្វើអ្នកនិយាយធម៌ខ្ញុំនិយាយធម៌គឺធ្វើអីដែលអាចធ្វើទៅបានព្រះសម្មាសម្ពុទ្ធឲ្យគិតនៅក្នុងវិស័យ
ឃើញទេរឿងល្អប៉ុណ្ណាក៏ដោយបើគិតហួសវិស័យចាត់ជារឿងមិនបានការអញ្ចឹងណាបងឲ្យគិតនៅក្នុងរឿងវិស័យដូចជាវិស័យ5អីអាគិតឲ្យធ្វើមិនកើតគិតឲ្យទៅមិនដល់បងមកឲ្យគិតទេទីមើលពុទ្ធវិសយោពុទ្ធវិស័យទៅព្រះអង្គនឹងមានបញ្ញាញាណប៉ុណ្ណាយើងទៅស្ទាបបញ្ញាព្រះអង្គមិនរៀនតកម្មវត្ត10អញ្ចេះផងចង់ដឹងទៅព្រះអង្គប៉ុណ្ណាឃើញទេបងថាតែអង្គុយគិតយូរទៅឈួតទី2ឈាននៅវិសយោវិស័យអ្នកបានឈានចេះប្រើរឹតអីចេះតើគេយ៉ាងណាអាហ្នឹងមិនមែនវិស័យរបស់យើងទេទី3លោកចិន្តាមានន័យគិតវិស័យលោកនេះលោកនឹងនាទីបំផុតត្រឹមណាជើងមេឃត្រឹមណាគិតអត់ប្រយោជន៍ណាហើយមួយទៀតផលវិបាកកម្មហ្នឹងគឺផលវិបាករបស់កម្មអញ្ចឹងមកពីបាបអីមកពីកម្មអីអង្គុយយូ stress កម្មអីខ្ញុំធ្វើតែល្អមិនក៏ប្តីមានស្រី stress អាហ្នឹងខ្ញុំឃើញច្រើនណាហើយនេះគិតសាររឿងអត់គួរគិតតិចត្រូវច្រើនហ្នឹងហើយធ្វើល្អហើយមិនក៏ចេះតែអញ្ចឹងដូចទៅភាសាគ្នាព្រឹកមិញថាធ្វើល្អបានល្អហ្នឹងពាក្យហ្នឹងត្រូវអត់មានអីខុសទេគឺវាបានអាល្អហ្នឹងឯងវាមានមិនល្អឯណាប៉ុន្តែដោយសារយើងធ្វើល្អយើងចង់ដូរមកវិញហើយវាមិនដូចចង់យើងថាធ្វើល្អអត់បានតាមពិតល្អឯហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសុណខតាំងសម្ញកលាំងសុភភាតាំងសហតិតាំងសុខណោសមហតោចសយិទ្ធំព្រះមចារិសុពេលណាដែលសត្វទាំងឡាយធ្វើល្អដោយកាយវាចាចិត្តពេលនោះគឺជានក្ខត្តរឹកល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជានក្ខត្តរឹកល្អទៀតឃើញទេឲ្យតែធ្វើល្អឲ្យល្អមែនអត់ប្រកាសទេថាធ្វើល្អបើល្អគឺល្អហើយប៉ុន្តែដោយសារយើងធ្វើល្អយើងថាយើងធ្វើល្អតែយើងសង្កឹមផលឧទាហរណ៍ទៅប្រគេនចហានលោកចុះសង្ឃឹមថាទៅវិញរស់ស៊ីមានបានអីចឹងហើយលោកមិនអ្នកហេរញ្ញិកអីលោកមានអ្នកខាងទីផ្សារឯណាទៅប្រគេនលោកចោលលក់ដៃដាច់បើចង់លក់ដៃដាច់វាគួរទៅរកអ្នកផ្សាយពាណិជ្ជកម្មមួយណាឯណោះតែគេរកខុសរឿងហ្នឹងហើយតាមពិតធ្វើល្អគឺល្អហើយតែយើងមិនតន់យល់ថាសេចក្តីល្អគឺយ៉ាងណាឧទាហរណ៍ថាចិត្តវាបំរុងប្រកាន់កើតឡើងប៉ុន្តែគ្រាន់តែគិតបន្តិចដូចថ្ងៃមុនខ្ញុំជាមួយកូនចឹងខ្ញុំដាក់កៅអីគេខាងលើចឹងទៅឲ្យអង្គុយខ្ញុំបញ្ចុកអាហារដល់ពេលខ្ញុំគេធ្វើកពុបទៅខ្ញុំយកទៅកោបទៅរើសចឹងទៅគេវាយក្បាលខ្ញុំដល់វាយក្បាលខ្ញុំបើតាមសេចក្តីប្រកាន់វាគួរតែប្រកាន់ហ្នឹងមែនទេប៉ុន្តែយើងគិតថាក្មេងគ្នាអត់ដឹងហ្នឹងហើយបើយើងគិតថាក្មេងអត់ដឹងប៉ុណ្ណឹងមកអាចិត្តអត់ប្រកាន់នឹងកើតឡើងវាល្អទេចិត្តហ្នឹងល្អហើយល្អពេលហ្នឹងកើតទុកទេអត់ទេឃើញល្អហើយហ្នឹងប៉ុន្តែក៏គិតតទៅទៀតថាទម្ងន់ដៃប៉ុណ្ណឹងបើមិនមែនកូនអញវៃអញ្ចឹងណាលោតអ្នកដតីមកវៃអញ្ចឹងណាប្រហែលជាមិនល្អអញ្ចឹងទេតើវាមកពីទម្ងន់ដៃដែលគេប៉ះឬក៏មកពីសេចក្តីប្រកាន់នៅក្នុងចិត្តសេចក្តីប្រកាន់ឃើញទេឃើញព្រះអង្គរកឃើញទេឃើញតែបទយើងយកបន្ទោសរឿងខាងក្រៅទាំងអស់មកពីវាអញ្ចឹងបាទខ្ញុំមិនសុខចិត្តឃើញទេហើយឲ្យតែយើងទុកសេចក្តីសុខនៅលើអ្នកដតីឲ្យយើងគ្មានសេចក្តីសុខមកយកចំណាំឧទាហរណ៍ថាបើគេសរសើរបានសុខគេនិន្ទាអត់សុខមួយជីវិតនៅគ្មានទេសេចក្តីសុខតែសេចក្តីសុខត្រូវសាងពីខាងក្នុងអានឹងបានជាសេចក្តីសុខដែលថិតថេរមកមិនតបាទអរគុណ